ថ្ងៃសៅរ៍នេះថ្ងៃសម្រាប់អត់ធ្វើការតែមករៀបចំដាំបន្លែនៅសួននៅកន្លែងស្នាក់នៅនឹងគាត់ចែកដីឲ្យបន្តិចតួចនឹងយកទៅដាំដំណាំទុកគ្រាន់ហូបអញ្ចឹងបងប្អូនសួនគេនេះអត់ធំទេមានគ្រាន់តែមកប្រឡោះផ្លូវដើរនឹងហើយមានដីសើតិចតួចនឹងគ្រាន់ថាដាំដំណាំចោលបានអញ្ចឹងណាខែនេះមិនឲ្យផលបងប្អូនឲ្យដាំបន្លែដាំប្លុកឲ្យបានតែបន្តិចទៀតក្តៅក៏ក្តៅហើយត្រជាក់ក៏ត្រជាក់ដាំអីក៏មិនរួសដែរបានតែអាកាសល្អប៉ុណ្ណេះហើយដាំម្ទេសទុកបៃហូបហើយម្ទេសមិនញ៉ាំបានតែផ្លែណាបងប្អូននៅនេះអាស្លឹកវានឹងក៏ញ៉ាំដែរនិយាយថាមកនៅនេះញ៉ាំខ្ទេចញ៉ាំខ្ទីអស់ហើយមិនដូចនៅខ្មែរដើមម្ទេសមកដើមញ៉ាំមួយឆ្នាំអីទេរៀបចំដាំដំណាំឃើញកូនក្មេងស្រុកជប៉ុនគេនាំគ្នាដើរលេងពេលមេឃបាត់ថ្ងៃអញ្ចឹងយើងទម្លាប់ស្រុកជប៉ុនហ្នឹងកូនក្មេងទូចអញ្ចឹងគេអត់បង្រៀនអីបើមកអីទេបងប្អូនគេនាំតែគ្នាដើរលេងតែប៉ុណ្្នឹងឯងលេងសប្បាយអញ្ចឹងណាមកមើលសកម្មភាពខ្ញុំដាំដំណាំវិញម្ដងនេះតាមមើលឃើញតែពីក្រោយខ្នងទេហើយឡើងកម៉ាប់ឃើញដៃញាប់នេះមិនធ្វើអីណាបងប្អូនដៃនេះញែកកូនម្ទេសគេយកទៅដាំគេនៅជប៉ុនគេដាំមួយថងតែមកគុំអញមួយថងនេះឃើញកូនវាមាន2មាន3ញែកទៅដាក់ដាំ3 4គុំដាំនេះដាំប្រយ័ត្នប្រយែងណាបងប្អូននេះអត់មានដីណាទលាយដាំបានដាំចន្លោះធំអត់កើតចឹងដាំចង្អៀតណែនផ្អឹសនៅជាប់គ្នានឹងឯងដាំទៅសល់កូនមកទឹកលេបមួយឆ្វាច់មកឃើញដីខាងក្រោយនេះសល់ពីប្រឡោះវែកប្រឡោះកាយប្រឡំមើលទៅតំណងវែកដាក់ចូលមកគុំទៀតចឹងឯងនៅនេះអត់មានប្របាអីទេដាំទៅស្រួលដីនេះអីទិញយកមកដាក់ទៅគ្រាន់តែប្របាមួយប្របាអត់ទៅលុយហើយដាំទៅស្រោចទឹកទៅហើយដីគេនោះជីជាតិសាហាវដាំអីក៏លាស់ដាំអីក៏ល្អដែរលោកហើយមិនដែលឃើញថាដីអីល្អយ៉ាងនេះទេដាំរួចរាល់បងប្អូនមើលកូនម្ទេសខ្ញុំនេះដាំល្ងាកល្ងុយដូចល្ងុយដេកណាស់អញ្ចឹងមើលជីងកាមមើលគល់ក្រៃខ្ញុំវិញខែត្រជាក់ហ្នឹងឡើងឆេះអស់ហើយបងប្អូនស្លឹកឡើងក្រៀមអស់ហើយលីងខ្ញុំរត់ទៅគាស់ចោលទៅថាចាំមើលតខែក្តៅមើលមិនវិញលាស់ស្លឹកថ្មីចេញមកឲ្យបងប្អូនបានញ៉ាំទៀតហើយឆ្នាំក្រោយមើលជីងកាមនេះវិញដាំតែមកគុំទេឥឡូវលាស់ឡើងចង់ពេញវិជ្ជាហៀងដីដាំដំណាំលែងកើតបើថាបងប្អូនណាចង់បានជីងកាមអីយកទៅដាំឬក៏យកទៅញ៉ាំអីតម្លាក់លេខតម្លាក់ទីតាំងមកណាខ្ញុំចែកឲ្យអត់មានគិតលុយទេគិតតែថ្លៃសេវាផ្ញើខ្លួនឯងទៅបានហើយនិយាយពីស្លឹកវាវិញណាស្លឹកឡើងធំឡើងចង់ប៉ុនមកដៃបេះតែមួយស្លឹកពីរស្លឹកយកមកញោមយកមកផ្ទាប់ជាមួយបន្លែហ្នឹងក៏ញ៉ាំយកទៅណាមិនអស់នេះប្រភេទពួកស្ដាយចបងប្អូនម៉ែគេចូលចិត្តហូបស្ដាយគួរតែនៅជប៉ុននេះគេចូលចិត្តស្ដាយខៀវអញ្ចេះវិញហើយក៏ពិបាកពូជដាំដែរបងប្អូននៅនេះមិននិយាយថាមានស្ដាយគួរពូជយកមកដាំបានទេអរគុណច្រើនបងប្អូនបានចូលមើលវីដេអូខ្ញុំហើយថ្ងៃនេះមានតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀត